ដោយលក្ខខណ្ឌរបស់យុវជនទាំងពីររូបនេះសម្ដែងនៅចំពោះមុខសាធារណជនដ៏ច្រើនកកកនោះតុលាការថៃចាត់ទុកថាជាការប្រមាថមួយដ៏ធ្ងន់ធ្ងរដល់រាជានិយមនេះជាការប្រកាសរបស់ចៅក្រមបន្ទាប់ពីបានអានសាលក្រមនៅក្នុងសាលសវនកម្មមួយដែលពេញព្រាបទៅដោយអ្នកកាសែតមនុស្សច្រើនដោយហេតុតែសំណុំរឿងនេះបានคล้ายទៅជានិមិត្តរូបមួយនៃការប្រឆាំងនឹងសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិគួររំលឹកថាល្ខោនរបស់យុវជនទាំងពីររូបនេះបានសម្ដែងកាលពីខែតុលាឆ្នាំ2013នៅក្នុងសាកលវិទ្យាល័យមួយប្រកបដោយកិត្តិនាមឈ្មោះតាមាសាទក្រុងបាងកកនាឱកាសខួបឆ្នាំលើកទី40នៃការបះបោររបស់ចលនានិស្សិតថៃដែលត្រូវបានកងទ័ពថៃវាយបង្ក្រាបនៅក្រោមថ្លុកឈាមមានបាតជើងទទេនិងជាប់ខ្នោះនិស្សិតសារ៉ៃយេអែមអាយុ23ឆ្នាំនិងយុវជនម៉ាកុងអាយុ26ឆ្នាំដែលជាសកម្មជននៅឈរត្រឹងពុំមានប្រតិកម្មអ្វីបន្តិចទេបន្ទាប់ពីចៅក្រមបានប្រកាសដាក់ទោសឲ្យពួកគេទាំងពីរនាក់ជាប់ពន្ធនាគារចំនួន5ឆ្នាំប៉ុន្តែទោសនេះត្រូវបានចៅក្រមប្រកាសបន្ថយចុះឲ្យមកនៅត្រឹមតែ2ឆ្នាំកន្លះវិញដោយយោងទៅលើការឆ្លើយសារភាពរបស់ពួកគេនេះជាការអះអាងបញ្ជាក់របស់ចៅក្រមនៅព្រឹកមិញដោយឡែកអ្នកលេងល្ខោន6នាក់ផ្សេងទៀតក៏កំពុងត្រូវបានក្រសួងសន្តិសុខថៃតាមស្វែងរកចាប់ខ្លួនដែរក្នុងចំណោមនោះអ្នកលេងល្ខោន2នាក់ប្រហែលជាបានរត់ភៀសខ្លួនចេញទៅក្រៅប្រទេសហើយដែរប្រទេសថៃមានច្បាប់ការពាររាជានិយមមួយដ៏តឹងតែងបំផុតនៅលើលោកដែលគេស្គាល់នៅក្រមមាត្រា112មាត្រា112នេះចែងថាការជេរប្រមាថព្រះមហាក្សត្រមហាក្សត្រិយានីក្សត្រស្នងរាជនិងត្រកូលរាជវង្សនឹងជាប់ទោសក្នុងពន្ធនាគារដល់ទៅ15ឆ្នាំយ៉ាងទៀតច្បាប់នេះកាន់តែតែងតឹងនិងមានលក្ខណៈនយោបាយកាន់តែខ្លាំងឡើងក៏ព្រមទាំងមានការចាប់ខ្លួនជនចំនួនដ៏ច្រើនចាប់តាំងពីពួកយោធាបានឡើងកាន់អំណាចធ្វើរដ្ឋប្រហារនៅខែឧសភាឆ្នាំ2014មក